ជាងវែងនោះវែងលែងដើរដល់ណាណីតែថាអញ្ចឹងតាពាំងឈូកនេះជាកន្លែងដែលគេដើរលេងកាលពីគេនៅតូចទេកាលពីនៅតូចមានហ៊ានប្រឡែងដើរលេងលហេតហូតអីតាណាមកណាលេងកន្លែងណាសិតតែមានម្ចាស់យកទៅដាក់ដល់កន្លែងដោយសារតែពេលហ្នឹងខ្លាចឆ្មាខ្លាចឆ្កែខំតែថាឥឡូវក៏នៅតែខ្លាចដែរគ្រាន់តែឥឡូវនេះរៀងបើហឺនជាងមុនពីមុនកន្លែងចេញលេងក្រៅបានមានតែតាពាំងឈូកនេះទេនៅក្នុងតាពាំងឈូកហ្នឹងមានដើមស្វាយមួយនៅកណ្ដាលទឹកបងខ្ញុំយកទៅតម្លាក់ទុកឲ្យលេងនៅនឹងរហូតហ្នឹងទុកឲ្យលេងមកព្រឹកឬក៏មកល្ងាចអីទៅពេលខ្លះក៏ជ្រុលទល់មេឃល្ងិតដែរទុកឲ្យលេងតែពេលគាត់រួចដៃទៅគាត់មកទទួលយកទៅចូលទ្រង់វិញគាត់ធ្វើតែអញ្ចឹងរហូតហ្នឹងព្រោះគាត់ថាមានតែកន្លែងហ្នឹងទេមានសុវត្ថិភាពឆ្កែឆ្មាទៅអត់ដល់កាលហ្នឹងគិតបារម្ភតែរឿងឆ្កែឆ្មាខាំវាអត់មានបានគិតរឿងមានពស់មានសត្វស្លាបអីមកឆាបវាទេតោះតែមានបងប្អូនខមមិនប្រាប់ថាសត្វហ្នឹងក៏ខ្លាចថាមានពស់ខាំដែរដល់ពេលក្រោយៗមកទៀតក៏លែងបានយកកូនសត្វហ្នឹងយកទៅដាក់នៅតាពាំងឲ្យលេងទៀតពេលហ្នឹងក៏មិនដឹងហេតុអីដែរជាប់រវល់ផងណាមួយយូរទៅទឹកតាពាំងក៏ស្រក់អស់កូនសត្វក៏កាន់តែធំចេញដើរហាខ្លួនឯងក៏កាន់តែច្រើនចេញក្រៅដបងបារម្ភណាស់តាមមើលផងតាមស្ទាក់ចាប់ផងចេញក្រៅតែល្មមហ្នឹងចាប់ចូលទ្រង់វិញហើយកាលហ្នឹងពេលតាមហៅចូលទ្រង់ម្ដងក៏ពិបាកដែរអត់ដូចកាលពីនៅតូចទេដោយសារកាលពីនៅតូចយកចេញក្រៅញឹកពេលធំយូរចេញម្ដងក៏លែងសូវសាំងតែឥឡូវចាប់ផ្ដើមបដ ாய் ឲ្យចេញក្រៅញឹកញាប់វិញចង់ចេញក្រៅស្មាម៉ានក៏ចេញទៅចង់មកផ្ទះវិញស្មាម៉ានក៏មកខ្ញុំតាមមើលតែពេលគេចុះមកលេងដីឬមួយក៏លេងក្បែរផ្ទះទេតែថាបើតលេងនៅណាឆ្ងាយបាត់ហើយក៏មិនដឹងតាមមើលមិនដែរមានតែចាំតតែគេត្រឡប់មកផ្ទះវិញខ្លួនឯងកាលពីមុនខ្ញុំនៅក្រែងទេថាបើប្រឡែងចេះហើយវាអាចនឹងដើរទៅណាឆ្ងាយបាត់លេងមកផ្ទះវិញតែឥឡូវគាត់ថាវាមិនទៅណាទេបើចេះដើរចូលទ្រង់ខ្លួនឯងហ្នឹងមួយក៏ទុយត្រង់ហ្នឹងឲ្យតែចង់ចូលទ្រង់វិញប៉ាងតែមាត់ទ្រង់ទៅបានណៃតែបើមួយក៏ទុយខ្វៀននេះវិញទោះបីចង់ចូលទ្រង់វិញក៏នៅលេងរឹកលេងពៀដែរមកបង្ហាញខ្លួននៅក្បែរទ្រង់ហ្នឹងតែមិនឲ្យយើងចាប់ទេរត់ចុះរត់ឡើងតើតែម្ចាស់តាមចាប់តាមលួងទៅគេព្រមចូលទ្រង់តែបងខ្ញុំថាកាលពីនៅទូចមិនមែនអញ្ចឹងទេស្រួលជាងគេហើយពេលយកទៅប្រឡែងនៅតាពាំងឈប់ម្ដងពេលដល់ម៉ោងត្រឡប់មកវិញគឺនៅចាំម្ចាស់គ្រាន់តែឃើញម្ចាស់ទៅទទួលគឺរត់ចូលទ្រង់ជាស្រេចគឺកូនទ្រង់តូចសម្រាប់យកពួកគាត់ទៅណាទៅណីនឹងឯងតែឥឡូវលេងដូចមុនហើយមិនបាច់ត្រូវការទ្រង់តូចទ្រង់ធំអីទេបើកតែទ្វារមកគេចាញ់ដើរលេងខ្លួនឯងដើរលេងឆ្ងាយម្ចាស់ពលអ៊ូថាជើងវែងឥឡូវដើរលេងចិត្តឲ្យមើលហើយខ្ញុំអ្នកតាមថតនេះក៏តាមថតឡើងវិលមុខដែរមិនដឹងថាគេគិតអីទេតាមពិតទៅដើរលេងចិត្តអញ្ចេះពិបាកខ្លាំងជាងដើរលេងឆ្ងាយទៅទៀតខ្ញុំពិបាកល្មមទេតែបើខ្មៅពិបាកខ្លាំងជាងគេជាងឯងមិនថាដេកដើរអង្គុយគឺតាមមើលគ្រប់ពេលគ្រប់វេលាไปចិត្តគេអត់មានទៅចាញ់ទេរវល់តលេងជាមួយកង្ហែនភ្លេចមើលអាខ្មៅដល់ចូលមកដល់គេសាយគ្រប់តែគ្នាមិនដឹងថាតបានស្អីស្លៀកពាក់មកពីណាតែថាគ្រាន់តែឃើញក៏ដឹងដែរថាជាថ្វីដៃរបស់ស្រីពីរនិងស្រីពណ៌សំខាន់អាខ្មៅអត់ដោះចេញទេហើយម្ចាស់នោះក៏ទៀតសាយគ្នាផងផ្អាប់គ្នាផងមានតែទ្រាំឲ្យខ្មៅអើយធ្វើម៉េចបើម្ចាស់យើងប្លែកអញ្ចឹងអស់ពិសោធន៍គ្នាហើយប្រើគ្នាឲ្យមើលកង្ហែនទៀតហើយឆ្ងល់នោះឆ្ងល់កង្ហែនខ្លួនឯងអ្នកប្រឡែងប៉ុន្តែឲ្យអាខ្មៅអ្នកតាមមើលហើយលើកនេះមកលេងដល់ផ្ទះកំប្រុកឡើងហិតគ្នាដល់ទ្រង់ខ្ញុំណែខំរត់មកមើលខ្លាចថាវទៅខំគ្នាពេញនឹងព្រោះកាពីតូចអត់ត្រូវគ្នាទេអញ្ចឹងហើយទៅបំបែកទ្រង់ដាក់ឆ្ងាយពីគ្នាដល់ពេលធំឡើងចេះមករត់រកគ្នានេះមិនដឹងថាចង់ត្រូវរើគ្នាឬមួយក៏ចង់រករឿងគ្នាខ្ញុំមិនហ៊ានបន្ថយទេតែឃើញដើរមកក្បែរហ្នឹងគឺតាមមកមើលដែរហើយតែកុំឲ្យសង្ស័យច្រើនមានតែប្រម៉ូចូលទ្រង់វិញអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយបាយ